Bonjour et bienvenue dans Français Zéro Stress. Apprendre calmement, comprendre facilement. ស្វាគមន៍បងប្អូនសិស្សានុសិស្សទាំងអស់គ្នាសាជាថ្មីមកកាន់ Français Zero Stress អេពីសូតទី2ថ្ងៃនេះយើងនឹងមកសិក្សាមេរៀនថ្មីមួយទៀតដែលយើងហៅឈ្មោះថា Les articles définis et indéfinis ណាចឹងនៅក្នុងចុងបញ្ចប់នៃមេរៀននេះបងប្អូនអរគ្នានឹងរៀនអំពីថាអ្វីទៅជា article défini និង indéfini ចេះពីការប្រើប្រាស់របស់វាទៅតាមស្ថានភាពឬក៏កងតិចនីមួយៗតោះយើងមើលទាំងអស់គ្នា On les place devant un nom pour en déterminer les genres masculin ou féminin et le nom singulier ou pluriel អញ្ចឹងគេថា article défini ឬ indéfini ហ្នឹងយើងដាក់ទីតាំងរបស់វានៅឯណាគឺនៅមុខនាមដើម្បីអីដើម្បីកំណត់សម្គាល់អំពីភេទរបស់វាអំពីវចនៈរបស់វាថាជាអ៊ំកលឹងឬមួយក៏អេថៃលឹងអ៊ំកលឹងហ្នឹងគឺ masculine អេថៃលឹងគឺ feminine ណាដែលយើងនិយាយជាភាសាសាមញ្ញណានាមភេទប្រុសនាមភេទស្រីហ្នឹងបាទឬក៏នាមពហុវចនៈបាទអញ្ចឹងនៅក្នុងភាសាបារាំងគឺយើងមានអតិនៅខាងមុខអត់ដូចភាសាខ្មែរយើងទេណាភាសាខ្មែរយើងថាក្បាលហើយជ្រូកណាមាន់ទីអីហ្នឹងគឺឈ្មោះរបស់វាអញ្ចឹងយើងអត់មានអតិនៅពីខាងមុខទេប៉ុន្តែភាសាបារាំងគឺយើងមានបាទហើយនេះគឺជារូបរាងរបស់វា le la les l apostrophe ហើយនឹង ang une d តើយើងទៅមើលលម្អិតបន្ថែមទៀតបាទអញ្ចឹង article défini យើងប្រើដើម្បីអី il désigne une chose ou une personne précise បាទ article défini គឺប្រើប្រាស់ដើម្បីសម្គាល់វត្ថុឬក៏មនុស្សមួយដែលយើងស្គាល់ច្បាស់ឬក៏ជាក់លាក់បាទណាបាទរូបរាងរបស់វាគឺ le la l apostrophe les ដូចខ្ញុំប្រាប់មុនហ្នឹងអញ្ចឹងបាទអញ្ចឹង le យើងប្រើនៅមុខនាម masculin singulier ឧទាហរណ៍ le chien បាទ le chien មកខ្មែរយើងអត់ទេណាខ្មែរយើងគឺឧទាហរណ៍ le chien បើថាឆ្កែអញ្ចឹងឆ្កែអត់មានថា le ទេបាទដល់ពេល féminin singulier នាមភេទស្រីគឺ la ឧទាហរណ៍ la table យើងអត់ដាក់ថា table ទេគឺ la table នេះហើយជាភាសាបារាំង l apostrophe បាទយើងប្រើវានៅមុខបាទនៅមុខស្រៈនៅពេលដែលនាមនឹងចាប់ផ្ដើមដោយស្រៈដូចជាពាក្យ école អញ្ចឹងណាប្រើ l apostrophe គឺ l'école យើងអត់ប្រើថា le école ឬក៏ la école ទេខ្ញុំរៀនសិស្ស10ឆ្នាំជាងមកនេះខ្ញុំឃើញសិស្សយើងពាក្យច្រើនក្នុងសំណេរទោះបីជាគាត់រៀនហើយមិនគាត់នៅតែច្រឡំគាត់ប្រើle école ឬក៏ la école មកដដែល la hôtel le hôtel មកគឺបាទពីច្រើនអ្នកនរគ្នាសូមយកចិត្តទុកដាក់កន្លែងនេះវាតិចតួចទេប៉ុន្តែកុំឲ្យវាមានកំហុសច្រើនណាកុំឲ្យវាមានកំហុសអាលើតិចតួចហ្នឹងណាព្យាយាមជៀសវាងឲ្យបានបាទហើយមួយទៀតគឺយើងដាក់វានៅមុខ h មួយ a ដល់ពេលដែលនាមចាប់ដល់នៅ h មួយ a ដូចជាពាក្យថា hotel hospital ឃើញទេបាទយើងដាក់ l apostrophe l'hôtel l'hôpital បាទ h មួយ a ហ្នឹងគឺ h ដែលមិនបញ្ចេញសំឡេងឬក៏ h កោបងប្អូននេះត្រូវដឹងថានៅក្នុងភាសាបារាំងមានអក្សរ h 2 h ទី1គឺ h មួយ a អត់ចេះលេង h ទី2គឺ h aspiré ហើយយើងឃើញច្រើនបំផុតគឺ h មួយ a នេះឯងបាទបន្ទាប់មកគឺ les យើងដាក់វាសម្រាប់នាម pluriel មិនថា masculin ឬ féminin ទេបាទ les enfants les chiens les tables ហើយយើងដាក់ s នៅខាងចុងមកណាឬករណីខ្លះមាន x នៅខាងចុងអីចឹងទៅបាទអរគុណយើងមកមើលឧទាហរណ៍បន្ថែមទៀតមិញយើងថាយើងប្រើវានៅពេលដែលយើងស្គាល់នាមនឹងជាក់លាក់ឥឡូវយើងមើលឧទាហរណ៍ទៀត La Tour Eiffel le musée du Louvre ណា les jardins de Versailles pardon le jardin de Versailles បាទ l'école pour filles បាទកន្លែងនេះមានភាពខុសគ្នាយ៉ាងម៉េចគឺកន្លែងនេះខ្ញុំគាត់ប្រាប់ថា Tour Eiffel Musée du Louvre នោះគឺវាជាអ្វីដែលជា unique បាទ unique គឺ
tại vì miền tại muối nó lỡ lô có nào được thà là tu Eiffel bị unique vì cứ miền tại muối nó bị parang tụi bây bị xem copy vô mà đặt thử nó tam bị cái đấy còn tại là bỏ đa Pokemon cứ là bỏ parang chẳng vì unique Musée du Louvre nóដូចគ្នាណាបាទអូខេតោះទៅទៀតแล้วយើងមកមើល article defini article defini គឺបង្ហាញអំពីរបស់ឬមួយក៏មនុស្សដែលយើងមិនទាន់ស្គាល់ច្បាស់បាទអត់ទាន់ស្គាល់ច្បាស់ទេបាទអញ្ចឹងហើយយើងប្រើពាក្យ undefini បាទហើយរូបរាងវាមានតែ3ទេគឺអាងប្រើនៅមុខនាម masculin singulier ឧទាហរណ៍អាង chat une ប្រើនៅមុខនាម féminin singulier une pomme par exemple des នៅមុខនាមភេទប្រុសឬភេទស្រី des amis des chats des pommes អីចឹងមកបាទ pluriel យើងមកមើលឧទាហរណ៍បន្ថែមទៀតបាទឧទាហរណ៍បន្ថែមទៀតតាក់ទងជាមួយនឹង article undefini មាន restaurant italien ចឹងយើងអាចបូកជាមួយ adjective បាន une grande école ណាយើងអាចបូកជាមួយនឹង adjective បាន des monuments parisiens par exemple ណាបាទ ce que đã tham hết, il existe plusieurs restaurants italiens, il existe plusieurs grandes écoles et beaucoup de monuments célèbres.ឃើញទេទោះបីជាវាមាន adjective ប៉ុន្តែយើងមិនដឹងថា Italian នឹងrestaurant Italian មួយណាទេយើងអត់ដឹងទេណាអត់ដឹងទេសាលាធំសាលាល្អច្រើនអត់ដឹងដូចគ្នាណាបាទហ្នឹងហើយបើគេប្រើ article undefini ឬក៏នៅក្នុងប្រយោគមួយគេអាចប្រើវានៅពេលដែលគេជួបឃ្លានឹងលើកទី1ពាក្យនឹងលើកមកគេប្រើ article undefini នឹងឯងបាទអូខេតោះឥឡូវយើងមកដល់ utiliser les articles selon le contexte ឥឡូវយើងមើលឧទាហរណ៍ le cahier de Manon est vert កន្លែងនេះហេតុអីបានយើងប្រើ le cahier de Manon est vert យើងប្រើ le ហេតុអីដោយសារថា on parle précisément du cahier vert de Manon យើងនិយាយច្បាស់ណាស់ថាយើងស្គាល់ច្បាស់ណាស់ថា Manon ហ្នឹងគឺជាម្ចាស់សភៅមួយហ្នឹងភៅសរសេរមួយហ្នឹងភៅសរសេរពណ៌បៃតងមួយហ្នឹងណាគឺកាលណាយើងស្គាល់ម្ចាស់របស់វាគឺយើងប្រើ article défini លើឧទាហរណ៍ទី2 Manon a un cahier vert បាទ on parle d'un cahier à Manon sans précision ទោះបីជាមានឈ្មោះ Manon មែនប៉ុន្តែយើងអត់ដឹងថាសភៅហ្នឹងណាជារបស់អ្នកណាទេគេអត់បានបញ្ជាក់ថាសភៅហ្នឹងជារបស់ Manon ទេអាសភៅសរសេរពណ៌បៃតងគេអត់បានបញ្ជាក់ទេគេគ្រាន់ថា Manon a un cahier vert Manon មានសភៅសរសេរពណ៌បៃតងមួយជួនកាល Manon មិននឹងស្គាល់សភៅហ្នឹងផងគាត់ថាបានដែរតោះនេះចឹងហើយបានគេគឺវាអត់ច្បាស់ sans précision បាទតោះនេះបាទដូចអាខាងលើគេបញ្ជាក់ថាសភៅរបស់ Manon ប៉ុន្តែអាខាងក្រោមនេះគេប្រាប់ថា Manon មានសភៅសរសេរប៉ុន្តែគេអត់ដឹងថាសភៅសរសេរហ្នឹងរបស់ Manon ឬក៏របស់អ្នកណាគេអត់បានបញ្ជាក់ទេបាទឧទាហរណ៍ទី3 Manon a le cahier vert de Sophie ហេតុអីបានកន្លែងនេះគេប្រើ le cahier vert de Sophie ឥឡូវយើងសួរសភៅហ្នឹងសភៅរបស់អ្នកណាគេសភៅរបស់ Manon ឬសភៅរបស់ Sophie បាទគឺសភៅរបស់ Sophie អញ្ចឹងគេនិយាយច្បាស់ហើយថាសភៅហ្នឹងជាសភៅរបស់ Sophie អញ្ចឹង Manon គាត់ស្គាល់ហើយថាសភៅហ្នឹងជាសភៅរបស់ Sophie អញ្ចឹងហើយទើបគេប្រើ article défini Manon a le cahier vert de Sophie d'accord បាទទៅមុខទៀតយើងចូលមកដល់សំណួរតូចណាលំហាត់ខ្លីៗដែលអ្នកនរនេះអាចធ្វើបានអញ្ចឹងអាច stop វាធ្វើបន្តិចទៅហើយចាំយើងកែទាំងអស់គ្នាបាទទី1 c'est un éléphantបាទ je prends un cahier l'éléphant au loin est gris à l'apostrophe tu veux une orange les enfants de Chloé jouent dans le jardin អូខេអញ្ចឹងសរុបមកវិញគឺ article défini រូបរាងលើ là
L apostrophe លេខគឺយើងប្រើជាមួយនាមដែលយើងស្គាល់ច្បាស់លាស់គឺក៏មានតែមួយនៅលើលោកហើយអង្គ defini គឺប្រើជាមួយនឹងនាមដែលយើងមិនទាន់ស្គាល់ច្បាស់បាទអូខេអរគុណអ្នកទាំងអស់គ្នាដែលពេលនេះអ្នកទាំងអស់គ្នាបានស្គាល់ជ្រាបច្បាស់អំពីរបៀបប្រើប្រាស់អំពី active defini និង undefini ដូចហើយអរគុណអ្នកទាំងអស់គ្នាដែលបានត្រង់តាមស្ដាប់និងសិក្សាតាំងពីដើមមកបាទ Merci beaucoup ហើយក៏អរគុណដល់ tous à l'école École de Filles Happy Canada ដែលបានsoutenu ដែលបានគ្រប់គ្រងគម្រោងរបស់យើងមួយនេះ Merci beaucoup ហើយជួបគ្នានៅអេពីសូតក្រោយបន្តទៀត Au revoir